ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការ record video ដែលប្រាប់ពីរបៀបក្នុងការ install AD ឬក៏យើងអាចហៅថា Active Directory អញ្ចឹងដើម្បីធ្វើការ install Active Directory ទី1ជាដំបូងគឺយើងចូលទៅកាន់ Windows Server របស់យើងហើយយើងធ្វើការឆែកឈ្មោះ Computer Name ហើយនិង IP address របស់យើងអញ្ចឹងបន្ទាប់ពីយើងដឹងឈ្មោះកុំព្យូទ័រហើយនឹង IP របស់យើងហើយគឺយើងចូលមកកាន់ dashboard នេះហើយយើងចូលកន្លែងmanage ក៏បានកន្លែង add role and feature ហ្នឹងក៏បានឬក៏យើងចុចនៅលើនេះក៏បានអញ្ចឹងយើងចុចទៅលើវាកន្លែងនេះយើងធ្វើការ next កន្លែងនេះបើសិនជានេះយើងធ្វើការពិនិត្យមើលវាសិនតើឈ្មោះកុំព្យូទ័រហើយនិង IP របស់យើងត្រូវឬអត់បើត្រូវហើយគឺយើងធ្វើការចុច nextចឹងកន្លែងនេះកន្លែង select server role ហ្នឹងគឺយើងធ្វើការយកតែពីរតែប៉ុណ្ណោះគឺ Active Directory Domain Service ហើយយើង add feature វាទី2គឺ DNS server យើង install តែពីរហ្នឹងសិនចឹងយើងយក next កន្លែងនេះ next ទៀត next រហូតអាកន្លែងនេះបើសិនជាយើង textចឹងនៅពេលដែលវា install ចប់គឺវា restart ឲ្យ auto តែបើយើងអត់ទាន់ចង់ restart ទេគឺយើងធ្វើការ install វាតែម្ដងទៅចឹងកន្លែងធ្វើការ install ហ្នឹងវារៀងយូរបន្តិចចឹងនៅពេលដែលយើង install ចប់គឺយើងធ្វើការចុច close ហើយបន្តមកគឺយើងចូលកន្លែងរូបnotification ហ្នឹងមកហើយយើងធ្វើការ promote វាទៅជា domain controller អញ្ចឹងយើងចុច promote ហ្នឹងកន្លែងនេះគឺយើងយក add new forest ដែលសារតាពីរនេះគឺយើងអត់ទាន់មានទេអញ្ចឹងយើងដាក់កន្លែងនេះ sv30.local អញ្ចឹងយើងធ្វើការចុច nextចឹងកន្លែងនេះគឺយើងយក2016ទៅហើយកន្លែង password ហ្នឹងគឺយើងធ្វើការដាក់ password របស់យើងមកដាក់ password ដែលងាយស្រួលចាំតមកគឺយើងធ្វើការចុច next កន្លែងនេះចុច nextចឹងកន្លែង domain name នេះខ្ញុំដាក់ sv30 ចឹងកន្លែងហ្នឹងយើងចុច next តមកគឺយើងធ្វើការ next ទៀតចឹងកន្លែងនេះគឺយើងធ្វើការ installចឹងគឺយើងធ្វើការរងចាំវា install ឲ្យចប់សិននៅពេលដែលយើងកំពុង install ហ្នឹងវាធ្វើការឲ្យយើង sign out ចឹងយើងចឹងតមកវាធ្វើការ restart ម៉ាស៊ីន server របស់យើងមួយសិនចឹងនៅពេលដែលយើង restart ហើយគឺយើងធ្វើការ login ចូល
ចឹងនៅពេលដែលយើងប្រមូលវាទៅជា domain controller ហើយគឺយើងចូលទៅកាន់កន្លែង tool ហើយយើងនឹងឃើញវាឃើញ AD ចឹង Active Directory User and Computer ហ្នឹងគឺជា service របស់យើងដែលបាន install ចឹងយើងសាកចូលទៅមើលវានេះចឹងជាបន្ទាប់គឺយើងធ្វើការចូលទៅមើលកន្លែង tool គឺពាក្យ DNS ចឹងនៅពេលដែលយើងបានប្រមូលវាទៅជា domain controller វានឹងមាននៅពាក្យ ADDS ហើយនិង DNS 3ហ្នឹងចឹងបន្តមកគឺយើងធ្វើការចូលទៅកាន់ DNS ចឹង DNS វាមានlookup 02វាមាន forward lookup 0ហើយនិង reverse lookup 0នេះពីរនេះចឹងចំពោះforward lookup 0គឺមានតួនាទីក្នុងការបំលែងពីឈ្មោះ domain ទៅកាន់ IP ចំពោះ reverse look 0មានតួនាទីក្នុងការបំលែងឈ្មោះបំលែង IP ទៅកាន់ឈ្មោះ domain វិញអញ្ចឹងយើងធ្វើការវាយ command lookup សាកមើលអញ្ចឹងយើងធ្វើការវាយ ns lookup យើងធ្វើការវាយ IP address វាយឈ្មោះ DC01 នេះអញ្ចឹងនៅពេលដែលយើង look up ទៅកាន់ឈ្មោះគឺយើងស្គាល់អញ្ចឹងយើងធ្វើការ look up ទៅកាន់ IP វិញ ns look up 192.168.30.10 ចឹងនៅពេលដែលយើងធ្វើការ look up ទៅកាន់តាមរយៈ IP គឺអត់ស្គាល់ទេចឹងជាដំបូងដើម្បីធ្វើវាស្គាល់គឺយើងធ្វើការ add new 0 បោះ reverse lookup នឹងសិនមកតោះមកយើងធ្វើការចុច next កន្លែងនេះ next ទៀតយក IP តោះមកកន្លែង network ID នេះគឺយើងធ្វើការ network ID របស់ machine server របស់យើងគឺ 192.168.30 អញ្ចឹង.30.0 អញ្ចឹងកន្លែង 0 ហ្នឹងយើងបាច់ដាក់យើងចុច next ហើយយើង finish អញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងហើយយើងសាក look up សារថ្មី ns look up 192.168.30.10 ចឹងនៅពេលដែលយើង look up សារថ្មីគឺវាអត់ទាន់ស្គាល់ដែរចឹងដើម្បីឲ្យវាស្គាល់គឺយើងធ្វើការទៅកែ DNA របស់វាចឹងចូល Windows R NCP យើងវាយ ncpa.cpl តោះមកគឺយើងធ្វើការ right click យក property កន្លែងនេះយើងធ្វើការយក property អញ្ចឹងយើងបើកកន្លែងនេះអញ្ចឹងយើងធ្វើការដាក់មក 192.168.30 កន្លែងនេះគឺយើងដាក់ចុច 10 ដែរអញ្ចឹងយើងធ្វើការ OK អញ្ចឹងយើងធ្វើការ look up សារថ្មីអញ្ចឹងជាបន្តគឺយើងធ្វើការ command form វាអញ្ចឹង command វាគឺ ip config/register DNS ចឹងនៅពេលដែលយើងវាយ command form វាហើយគឺយើងធ្វើការ look up របស់វាគឺ ns look up ចឹងយើងធ្វើការវាយ IP 192.168.30.10 នៅពេលដែលយើងបាន force វាហើយនៅពេលដែលយើង lock up វាគឺវាស្គាល់ចឹងជាបន្ទាប់គឺយើងធ្វើការ lock up ពី machine របស់ client ទៅកាន់ Windows Server របស់យើងចឹងមុននឹង lock up វាចាំមើលយើងសាក lock up ns lock up
dc01 ចឹងគឺវាអត់ស្គាល់ទេឬក៏ ns lookup 192.168.30.10 គឺវាអត់ស្គាល់ទេចឹងជាដំបូងដើម្បីធ្វើឲ្យម៉ាស៊ីន client របស់យើង lookup ស្គាល់ទៅកាន់ Windows Server របស់យើងគឺយើងធ្វើការ Windows O ហើយយើងវាយថា ncpa.cpl តមកគឺយើងធ្វើការយក property យក version 4 property ហើយយើងធ្វើការកំណត់នៅ DNS server របស់យើងអញ្ចឹង DNS server របស់យើងគឺយើងធ្វើការដាក់ឲ្យដូចទៅនឹង IP របស់ Windows Server របស់យើងអញ្ចឹង 192.168.30.10 ហើយយើងធ្វើការ OK close អញ្ចឹងគឺយើងធ្វើការនៅពេលដែលយើងដាក់ DNS server ហើយគឺយើងធ្វើការ log up វាសារថ្មី ns log up 192.168.30.10 នេះគឺវាស្គាល់អញ្ចឹងនៅពេលដែលយើងដាក់ DNS server ហើយឲ្យ client របស់យើងហើយគឺ log up ស្គាល់អញ្ចឹងចំពោះឈ្មោះវិញគឺយើងអាចសរសេរដូចនៅលើ Windows Server របស់យើងឯងបើយើងវាយអញ្ចឹងគឺវាអត់ស្គាល់ទេអញ្ចឹងដើម្បីធ្វើការឲ្យវាបង្ហាញតាមឈ្មោះគឺយើងធ្វើការវាយ ns lookup sv30.local អញ្ចឹងគឺវាស្គាល់អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯង